អ្នកទាំងអស់គ្នានឹងមិនជឿទេថាសត្វ Capybara គឺជាសត្វតែមួយគត់ដែលក្រពើមិនហ៊ានស៊ីវាអ្នកប្រហែលជាធ្លាប់បានឃើញវីដេអូដែលសត្វ Capybara នៅជិតនឹងក្រពើហើយហ៊ានដើរលេងជាមួយសត្វក្រពើខណៈពេលដែលក្រពើកំពុងស្វែងរកចំណីវាហាក់បីដូចជាមិនអាចទៅរួចទេដោយដែលយើងបានដឹងហើយថាក្រពើគឺជាសត្វមួយដ៏គ្រោះថ្នាក់បំផុតហើយបើនរណាម្នាក់បានជួបពួកគេកម្រនឹងរួចខ្លួនណាស់សម្រាប់មនុស្សឬក៏សត្វដទៃទៀតសូម្បីតែមនុស្សដែលចិញ្ចឹមសត្វក្រពើក៏ដោយពួកគេតែងតែប្រុងប្រយ័ត្ននៅជុំវិញខ្លួនពួកគេជានិច្ចហេតុផលមួយចំនួនយល់ថាក្រពើមានឥរិយាបថដូចជាមិត្តភក្តិជាមួយសត្វ Capybara តើពួកគេជាមិត្តភក្តិនឹងគ្នាពិតប្រាកដមែនដែរឬទេ Capybara គឺជាសត្វមួយដែលស្ងប់ស្ងាត់និងក្លាហានបំផុតហើយមិនដូចជាមនុស្សយើងទេពួកគេមិនខ្លាចសត្វក្រពើឬនរណាម្នាក់ឡើយក្រពើជាសត្វកាចត្រៀមខ្លួនដើម្បីចាប់សត្វអ្វីទាំងអស់ដែលទៅរំខានវាហើយវាយល់ថាសត្វ Capybara គឺជាសត្វដែលក្លាហាននិងអាចប្រយុទ្ធជាមួយវាបាននេះហើយជាមូលហេតុដែលក្រពើមិនហ៊ានស៊ីសត្វ Capybara ហើយពួកគេគ្រាន់តែជាមិត្តធម្មតាជាមួយគ្នាតែប៉ុណ្ណោះ